សមត្ថកិច្ចស្រុកកំពង់ត្រឡាចផ្អាកអាជីវកម្មខ្សាច់នៅភូមិអ្នកតាហាងបន្ទាប់ពីរកឃើញថាគ្មានច្បាប់ខេត្តកំពង់ឆ្នាំងក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋទាក់ទិនករណីឡានដឹកខ្សាច់អាជីវកម្មមួយកន្លែងស្ថិតនៅភូមិអ្នកតាហាងឃុំកំពង់ត្រឡាចស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងដឹកជញ្ជូនខ្សាច់មិនគោរពច្បាប់ដឹកពេញហៀរទ្រុងជ្រុះខ្សាច់និងហៀរទឹកពេញផ្លូវបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរជាពិសេសប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈដែលកំពុងមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តកំពង់ឆ្នាំងក្នុងការកែលម្អសោភ័ណភាពតាមបណ្ដាក្រុងស្រុកដើម្បីត្រៀមទទួលអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខលោកវ៉ុនស៊ីផាអភិបាលស្រុកកំពង់ត្រឡាចឲ្យដឹងថានៅថ្ងៃទី25 ខែមីនាឆ្នាំ2025អាជ្ញាធរបានចាត់ក្រុមការងារជំនាញចុះពិនិត្យជាក់ស្ដែងដឹកនាំដោយលោកកើម៉ាត់អភិបាលរងស្រុកកំពង់ត្រឡាចមានការចូលរួមដោយកម្លាំងជំនាញព្រហ្មទណ្ឌជំនាញចរាចរណ៍ស្រុកកំពង់ត្រឡាចនិងប៉ុស្តិ៍រដ្ឋបាលកំពង់ត្រឡាចបានចុះត្រួតពិនិត្យការដ្ឋានបូមខ្សាច់មួយកន្លែងស្ថិតនៅចំណុចអូអន្លង់វែងស្ថិតនៅភូមិអ្នកតាហាងឃុំកំពង់ត្រឡាចក្រោយពីពិនិត្យឃើញថាទីតាំងបូមខ្សាច់ខាងលើពុំមានច្បាប់អនុញ្ញាតនៅឡើយដូចនេះក្រុមការងារបានធ្វើការកំណត់ផ្អាកជាបណ្ដោះអាសន្នរងចាំមានច្បាប់ត្រឹមត្រូវគួរបញ្ជាក់ថាកន្លងមកជំនាញនគរបាលចរាចរណ៍ស្រុកកំពង់ត្រឡាចបានដាក់ផែនការអប់រំម្ចាស់អាជីវកម្មខាងលើជាញឹកញាប់ហើយដែរថាខ្សាច់ធ្វើយ៉ាងណាឲ្យខ្សោះទឹកសិនចាំដឹកចេញជៀសវាងទឹកហូរធ្លាក់លើផ្លូវបង្កឲ្យមានការរអិលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរនិងខូចសោភ័ណភាពផ្លូវសាធារណៈនិងណែនាំមិនឲ្យបើកបរដឹកខ្សាច់ចូលទៅក្នុងផ្លូវផ្សារសាលាលេខ5នោះទេព្រោះជាទីប្រជុំជនជៀសវាងមានការបាចទឹកលើគេលើឯងប៉ុន្តែជាលទ្ធផលដូចជាមិនបានអនុវត្តតាមការណែនាំនោះទេទោះបីជាយ៉ាងណាទីតាំងអាជីវកម្មខ្សាច់ខាងលើត្រូវបានសមត្ថកិច្ចផ្អាកមិនឲ្យដំណើរការជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី25 ខែមីនាឆ្នាំ2025នេះរងចាំមានច្បាប់ត្រឹមត្រូវសិន